ជំរាបសួរអ្នកទាំងគ្នាថ្ងៃនេះសូមចេញតាមដានរឿងនិយាយ fan ភាគទី152បន្តទៀតហើយបើសិនជាបងប្អូនគិតថារឿងនេះល្អមើលសូម comment ពេលថាល្អមើលព្រមទាំងជួយចុច like subscribe បើកសញ្ញារូបកណ្ដឹងឲ្យ admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តការពីភាពមុនយើងបានឃើញហើយថាអាចមកវងចឹងនឹងកញ្ចក់បករឿងជាមួយនឹងនិយាយ fan ក៏ប៉ុន្តែខាងនិយាយ fan ក៏ពិតជាមានចំនួនច្រើនខ្លាំងមែនទែនមានទាំងគ្រួសារជីផងមានទាំងក្រុមកុលសម្ព័ន្ធបិសាចផងចឹងហើយឥឡូវវងម្នាក់នឹងគឺមិនអាចប្រព្រឹត្តដោយអនុញ្ញាតបាននោះទេព្រឹត្តិការណ៍អូយ៉ាងក៏ដូចជាព្រឹត្តិការណ៍ដទៃផ្សេងទៀតក៏ព្យាយាមខាត់លោកប្រុសតូចផងដែរថាបើសិនជាចូលទៅនោះក៏ប្រហែលជាពួកគេត្រូវស្លាប់មុនអាយុទាំងអស់គ្នាចាជារំខាននោះទេដោយឥឡូវនេះវងថាំងដែលត្រូវជាអាត្រីបងប្រុសរបស់គេនឹងក៏កំពុងតែមានរវល់ជួបជាមួយនឹងអាត្រីនៅភូមិភាគកណ្ដាលទោះបីជាគេមានបន្សល់ទុកនៅរបស់ការពារខ្លួនឲ្យបងប្រុសក៏ពិតមែនតែមិនអាចជួយបាននោះទេហើយដូច្នេះហើយតាកជ្រុងឆាអូយ៉ាងនឹងក៏បានធ្វើជាសរសើរទៅលើជា fan ថាកម្រិតធម៌ពលរបស់គេខ្លាំងជាងគាត់ចឹងហើយក៏សូមដកខ្លួននៅការបង្កបញ្ហាវិញហើយក៏សូមពឹងឲ្យជា fan នឹងជួយបើកផ្លូវឆ្ពោះទៅកាន់តំបន់ Snow ផងជា fan គ្រាន់តែបានលើគាត់ទៅសើចឹងក៏ដឹងផងដែរថាកជ្រុងឆាមួយនេះក៏ប្រកាសជារៀបចំនៅបាយកលមួយជាមិនខាននោះទេក៏ប៉ុន្តែវាក៏ល្អដែរនៅកំឡុងពេលដែរនាំពួកគេចូលទៅដល់ខាងក្នុងហើយក៏បង្កើតឈុតឆាកនៃការប្រយុទ្ធគ្នាមួយហើយចាំបូមយកនៅផលចំណេញតាមក្រោយគឺវាងាយស្រួលខ្លាំងណាស់ជា fan ក៏បានប្រាប់កជ្រុងឆាអូយ៉ាងនឹងវិញទៅថាគេពិតជាអាចជួយបើកផ្លូវឆ្ពោះទៅកាន់តំបន់ Snow នៅខាងក្នុងបានមែនព្រោះនៅខាងក្នុងនឹងគឺមានកំណប់ទ្រព្យដ៏កម្រដែលពួកគេកំពុងតែធ្វើការស្វែងរកនៅក៏ជាគូឆ្អឹងនៃពិសិដ្ឋដែលវាអាចបញ្ជាអាយុជីវិតរបស់មនុស្សបានរហូតដល់ 1000 ឆ្នាំក៏ប៉ុន្តែនៅខាងក្នុងនឹងគឺមានគ្រោះថ្នាក់ខ្លាំងណាស់បើសិនជាមានរឿងអីមួយកើតឡើងនោះក៏មិនទោសគេសោះជាការចាប់ផ្ដើម J-Fan ក៏បានបើកនៅទម្រង់ផ្នែកជិនចាំងរបស់គេឡើងធំរួចហើយក៏គប់នៅតង់មួយច្រាមមេដើម្បីធ្វើការរៀបក្បួនអនុញ្ញាតឲ្យពួកគេចូលទៅកាន់តំបន់ខាងក្នុងបានព្រឹត្តិការណ៍គ្រួសារជីគាត់ក៏លាន់មាត់ហើយថាមិននឹកស្មានថា J-Fan ពិតជាអាចគ្រប់គ្រងនៅវិជានៃគម្ពីរបុរាណយ័ន្តធានស៊ូនោះទេមិនឆ្ងល់នោះឡើយហេតុអីក៏ម្ចាស់គម្ពីរយ័ន្តធានស៊ូគាត់អាចយកឈ្នះនៅម្ចាស់នៃកាយរបស់គាត់បានក្រោយពីបើកដំណើរការនៃក្បួននឹងរួចហើយ J-Fan ក៏ទម្លាក់នៅទសរធំដែលជាត្រាភ្នំនៅចុងមកខាងក្រោមក្នុងគោលបំណងដើម្បីកោនៅទីកន្លែងនេះឲ្យអ្នកនៅខាងក្នុងសបុកចាប់ផ្ដើមផ្អើលរួចហើយក៏នឹងអាវាយប្រហារទៅលើពួកគេហើយគោលដៅដ៏សំខាន់បំផុតរបស់ J-Fan ក៏ត្រូវតែយកនៅខូននៃពិសិដ្ឋនឹងឲ្យបានមុននឹងធ្វើការចាក់ចេញឥឡូវនេះយើងមើលទៅតាមទឹកមុខរបស់ J-Fan ទៅក៏ដឹងថាគេមានល្បិចកលប៉ុណ្ណាដែរបន្តមកទៀតក្បួនជៀនចាំងរបស់ J-Fan បាននាំអ្នកគ្រប់គ្នាចូលទៅដល់តំបន់ប៉ៃខាងក្នុងដែលវាគឺជាចលងនៃសម្បុកនៃគ្រីនឹងឯងនៅទីកន្លែងនោះយើងបានឃើញនៅដុំមូលដ៏ធំមួយហាក់បីដូចជាតំបន់ Snow គ្រាន់តែចូលមកដល់ភ្លាមគឺថាលោកប្រតិចាម្នាក់មានឈ្មោះថាជាអូលីនឹងគាត់ក៏លាន់មាត់តែម្ដងថាចំហាយធម្មពលខ្លាំងមែនទែនអាចជ្រាបទៅដល់ព្រលឹងបានចឹងក៏មានន័យថាគូឆ្អឹងពិសិដ្ឋនេះគឺជាគូឆ្អឹងនៃពិសិដ្ឋថ្នាក់សុបិនពួកគេឃើញដុំមូលនឹងហើយពួកគេគិតថាវាគឺជាសម្បុកនេះហើយដូច្នេះហើយអាត្រីនៃនគរសៀគាត់ក៏បានឲ្យកូនចៅរាយការប្រាប់ទៅកាន់ព្រះមហាក្សត្រទៅថាពួកគេរកឃើញកន្លែងហើយចំពោះលោកប្រតិចាអូយ៉ាងក៏នៅតែបន្តទៅសារទៅលើ J-Fan ដោយពឹងផ្អែកតែទៅលើគម្ពីរបុរាណយ័ន្តធានស៊ូបែរជាអាចនាំពួកគេមកដល់តំបន់នេះបានយ៉ាងងាយស្រួលចឹងក៏មានន័យថាគេរួមចំណែកច្រើនបំផុតហើយដូច្នេះអ្នកដែលទទួលបានគូឆ្អឹងនេះថ្នាក់សុបិននេះច្រើនជាងគេគូតែ J-Fan នឹងឯងក៏ប៉ុន្តែល្អិតវងជើងនឹងក៏បានជំទាស់ផ្លែតប្រាប់ផងដែរថា J-Fan នេះគឺគ្រាន់តែជាឆ្កែដើររកផ្លូវតែប៉ុណ្ណោះម្យ៉ាងវិញទៀតកំណប់នេះគឺជារបស់ដ៏កម្រអាចធ្លាក់ក្នុងដៃឆ្កែដូចជាគេបានរបៀបណាទៅស្ដាប់លើដូច្នេះហើយបណ្ដាលឲ្យប៉ងបោកខឹងមែនទែនប្រាប់ផងដែរថាអាចមកតូចមើលទៅក៏ប្រហែលជាឯងនឹងចង់ស៊ីបាតដៃហើយក្រៅពេលនឹងលោកប្រតិចាអូយ៉ាងនឹងគាត់ពិតជាចង់ឲ្យពួកគេប្រយុទ្ធគ្នាខ្លាំងមែនទែនក៏ប៉ុន្តែគាត់នៅតែធ្វើជានិយាយសម្របសម្រួលថាបើសិនជាត្រូវវាយគ្នាជាមួយនឹង J-Fan មែននោះប្រហែលជាមិនឈ្នះនោះទេយ៉ាងណាមិញគឺថាវងថងគឺមិនទាន់មកដល់ឡើយក៏បង្កបញ្ហាល្អជាងក៏ប៉ុន្តែនៅក្នុងគណៈពេលនេះឥឡូវវងជើងនឹងគឺខឹងខ្លាំងមិនអាចទប់បានទេបាននិយាយឡើងហើយថាតាំងពីតូចមកគេបានគ្រប់គ្រងទៅដោយបងប្រុសហើយនៅក្នុងថ្ងៃនេះគេក៏ចង់បញ្ជាក់ពីសមត្ថភាពរបស់ខ្លួនឯងទៅកាន់លោកប្រតិចានៃគ្រួសារវងផងដែរថាក្រៅពីបងប្រុសរបស់គេទៅក៏មានគេដែលជាអ្នកខ្លាំងអាចការពារគ្រួសារវងបានដែរហើយដូច្នេះហើយការប្រយុទ្ធគឺមិនអាចជាផុតបញ្ជូនឬទេស្ដាច់ទៅស្របពេលដែល J-Fan តបទល់ដោយប្រើប្រាស់នៅក្នុងដៃរួចហើយក៏និយាយដោយប្រើប្រាស់នៅវិញ្ញាណជាមួយនឹងប៉ងបោហើយនឹង JCU ថាពួកគេគួរណាស់តែមិនចាប់បាច់លូកដៃនោះទេព្រោះថានេះគឺជាចេតនារបស់តាកចាអូយ៉ាងនឹងតែប៉ុណ្ណោះគណៈពេលនេះឥឡូវវងជើងនឹងក៏បានប្រើប្រាស់នៅធម្មពលដ៏ខ្លាំងក្លាគឺជាយុទ្ធសាស្ត្រនៃគ្រីក្រហមរបស់គេការពីលើកមុននឹងដោយប្រាប់ J-Fan ផងដែរថាថ្ងៃនេះក៏ត្រូវតែដោះស្រាយបញ្ជីចាស់បញ្ជីថ្មីសមត្ថភាពកលែងដូចជាការពីមុនទៀតហើយที่អាចនឹងទប់ទល់ជាមួយនឹង J-Fan បានក៏ប៉ុន្តែពីអូរបស់ក្មេងឆ្លើយក៏តែងតែទទួលបានផលតបស្នងត្រឡប់មកវិញបានលឿនខ្លាំងណាស់ J-Fan ក៏ទះយកដែលបណ្ដាលឲ្យគេឡើងចង់ប៉លមុខប៉លមាត់អស់ហើយចំពោះតាកចាអូយ៉ាងនេះវិញគាត់បានឃើញផងដែរថានៅក្នុងគណៈពេលនេះពួកគេទាំងពីរកំពុងតែប្រយុទ្ធគ្នាអញ្ចឹងហើយគួរតែបន្ថែមកម្លាំងទៀតគាត់ក៏ទៅនិយាយគ្នាជាមួយនឹងអាត្រីនៃនគរសៀបូករួមជាមួយនឹងប្រតិចាជាអូលីថាពួកគាត់គួរតែលូកដៃកំចាត់ J-Fan ចោលទៅព្រោះថាបន្តិចទៀតនេះគូនេះគ្រីពិសិដ្ឋក៏នឹងលេចឡើងហើយការប្រយុទ្ធគ្នាគឺមិនអាចជាផុតនោះទេហើយបើសិនជាពួកគេរួមដៃគ្នាកំចាត់ J-Fan ក្នុងពេលនេះតែម្ដងនោះអាចថាវាគឺជារឿងដ៏ងាយស្រួលបំផុតមិនចាំបាច់ក្នុងការហត់បែងចែកគ្នាច្រើនទេពួកគាត់ទាំងពីរបានមើលឃើញផងដែរថាប្រតិចាអូយ៉ាងគាត់ក៏ចង់បាននៅគម្ពីរបុរាណយ័ន្តធានស៊ូចេញពី J-Fan ដូចគ្នាហើយដូច្នេះហើយ
គាត់គឺមានតែសម្រាប់ចិត្តថាអូខេនឹងរួមដៃគ្នាកំចាត់ J-Fan ចោលទៅនៅកំឡុងពេលដែលគាត់ហោះចេញទៅលោកព្រឹទ្ធចាអូយ៉ាងដែលជាជ្រងចានឹងគាត់សប្បាយចិត្តខ្លាំងមែនទែនផែនការរបស់គាត់ក៏ចិត្តបានសម្រេចហើយដល់ឥឡូវនេះ J-Fan ម្នាក់ឯងក៏ត្រូវតបតជាមួយនឹងកម្លាំងទាំង3ដែលមកទាំងសងខាងក៏ដោយសារតែឃើញដូច្នេះហើយប៉ាំងបូក៏ប្រែខ្លាយទម្រង់ជាអត្រីបិសាចសួរហើយថាតើពិតជាចង់វាយគ្នាមែនទេអាចកំដរបានតើមកខាងគឺជាគ្រួសារជីហើយមកខាងទៀតក៏ជាក្រុមកុលសម្ព័ន្ធបិសាចស៊ីយូបានប្រាប់ហើយថា J-Fan គឺជាមនុស្សរបស់គ្រួសារជីបើសិនជាគេមានរឿងអីនោះនឹងក៏មិនអត់អន់ឲ្យនោះទេហើយដូច្នេះហើយការបញ្យល់គ្នាក្នុងទម្រង់ត្រង់ទ្រាយធំគឺមិនអាចជាផលនោះទេដែលអ្វីគ្រប់យ៉ាងកើតឡើងដោយសារតែគម្រោងការរបស់កជ្រងចាអូយ៉ាងតែប៉ុណ្ណោះឆ្លៀតយកឱកាសដែលពួកគេកំពុងតែបញ្យល់គ្នាតែចាអូយ៉ាងនឹងគាត់ក៏បានធ្វើដំណើរជាមួយនឹងកូនចៅ2នាក់ទៀតមកដល់តំបន់ស្នូវនៃខួយឆ្អឹងនេះពិសិដ្ឋនឹងហើយពេលនឹងគាត់ក៏ប្រើធម្មពលដើម្បីពុះជ្រែកនៅពេលនោះគាត់ក៏ប្រទះឃើញនៅដំណាក់ខួយឆ្អឹងនេះពិសិដ្ឋនឹងជាច្រើនកំពុងតែហូរចេញមកហើយដូច្នេះហើយធ្វើគាត់សប្បាយចិត្តខ្លាំងមែនទែនតើគម្ពីរបុរាណជាន់ធានស៊ូស្អីទៅគាត់មិនចង់បាននោះទេអ្វីដែលគាត់ចង់បានគឺជីវិត1000ឆ្នាំក៏ប៉ុន្តែសប្បាយចិត្តអត់ទាន់ដឹងស្អីផងស្រាប់តែទីកន្លែងនោះចាប់ផ្ដើមញ័ររំជួយហើយអាស្នូដ៏ធំមួយនោះក៏ចាប់ផ្ដើមប្រេះបែកតែលេចវត្តមានបិសាចដ៏គួរខ្លាចនោះក៏ជាបិសាចសក់ក្រហមដែល J-Fan បានលើការពេលលើកមុននឹងឯងដែលល្អិតវងជើងនេះវិញក៏ត្រូវបាន J-Fan មាត់ម្ដាយឡើងចង់បែកមកទៅហើយខ្ទប់ជាមួយនឹងថ្មឡើងហុយទីជោគកណ្ដាលពេលនោះអ្នកគ្រប់គ្នាមានការព្យាបាលនេះគឺជាធម្មពលអាចកំបាំងហាមឃាត់ទាំង8ទៅតាដោយសារតែឃើញថាពួកគេមានភ្នែកល្អទីត្រូវខ្លាំងណាស់ហើយដូច្នេះហើយ J-Fan ក៏ជូនកដោមួយទៅកាន់ល្អិតនឹងថែមទៀតទៅនោះក៏ជាសសរត្រាភ្នំនឹងឯងទម្លាក់មកពីខាងលើបាញ់មកទំហឹងបដល់ឲ្យគេខ្ទប់ខប់ជាមួយនឹងដីនៅខាងក្រោមបាត់ទៅហើយនៅក្នុងពេលហ្នឹង J-Fan ទទួលតែចំហាយធម្មពលនោះទេអត់ទាន់បានឃើញរូបរាងពិតប្រាកដរបស់បិសាចសក់ក្រហមនឹងនោះឡើយហើយនៅពេលនោះក៏ចាប់អារម្មណ៍បានឃើញលោកប្រតិចាស់ទាំង3នោះដើរចេញមកវិញក៏ហាក់បីដូចជាកំពុងតែសមាសម័យមានក្តីសុខជាមួយនឹងខួរឆ្អឹងនៃពិសិដ្ឋនឹងខ្លាំងមែនទែនក៏ប៉ុន្តែចលនាផលចុងក្រោយក៏ត្រូវបានសម្លាប់បាត់ទៅស្នៀតសម្លាប់មួយនេះគឺពិតជាខូខើខ្លាំងមែនទែនហើយក៏គួរខ្លាចណាស់ដែរចំហាយធម្មពលនោះនៅពេលដែលប៉ះលើរាងកាយរបស់មនុស្សហើយក៏នឹងធ្វើគេឲ្យលាយខ្លាយទៅជាភេទផងនៅកំឡុងពេលនោះសត្វចម្លែកសក់ក្រហមនឹងគេក៏បានបង្ហាញរូបរាងចេញមកដែលធ្វើឲ្យស៊ីយូនឹងមានអារម្មណ៍ថាភ័យមែនទែន J-Fan នៅពេលដែលបានឃើញរូបរាងពិតប្រាកដរបស់វាក៏ដឹងផងដែរថានេះគឺជាបិសាចសក់ក្រហមដែលបានវាយលុកនៅកុលសម្ព័ន្ធមនុស្សតកោសាយតែហើយក៏មិននឹកស្មាននោះទេថាវាក៏ត្រូវបានកប់នៅទីកន្លែងកំណប់មួយនេះដែរនោះចំពោះសក់ក្រហមរបស់វានឹងក៏ពិតជារឹងមាំខ្លាំងមែនទែនដើរធម្មតាឬមួយក៏ជាយុទ្ធសាស្ត្រធម្មតាគឺមិនអាចវាយវាបំបែកបានទេអ្នកគុណនិយមជាច្រើនក៏ត្រូវបានសក់របស់វានឹងសម្លាប់ជាច្រើនអ្នក J-Fan ឃើញដូច្នេះក៏បញ្ញាប្រាប់ឲ្យអ្នកគ្រប់គ្នាដកថយភ្លាមទៅការវាយប្រហារពួកយើងគឺគ្មានដំណើរការទេនៅពេលដែលគេចមកដល់ជ្រុងម្ខាងហើយ J-Fan គិតថាតើវាគឺជាអាចកំបាំងអ្វីឲ្យពិតប្រាកដទេដែលវាតាក់ទងជាមួយនឹងបុព្វបុរសតកោសាយក៏ប៉ុន្តែនៅក្នុងគណៈពេលនេះមិនមែនជាពេលឆ្ងល់នោះទេ J-Fan ក៏បានបើកនៅក្បួនត្រារួចហើយក៏ស្រែកប្រកោកប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាឥឡូវនេះបើសិនជាពួកគេទាំងអស់គ្នាមិនរួមដៃគ្នាកំចាត់ឲ្យបិសាចសក់ក្រហមនឹងទេគឺមិនមានសល់សូម្បីតែសាកសពដូចជាបានឃើញចឹងហើយដូច្នេះហើយត្រូវតែចាប់ដៃគ្នាចាត់ការឧបសគ្គធំជាមុនជាការចាប់ផ្ដើម J-Fan បានបើកនៅក្បួនត្រានៃគ្រីយ៉ាងធំរួចហើយក៏គប់សំដៅនៅចំហាយធម្មពលនៃគ្រីនឹងទៅទប់ទល់ជាមួយនឹងសក់ក្រហមរបស់វាបដអាសន្នក៏ប៉ុន្តែអ្នកគ្រប់គ្នាឃើញហើយថាបើសិនជាមិនមានជើងខ្លាំងកម្រិតខ្ពស់មួយមកជួយនោះទេក៏ប្រហែលជាពួកគេមិនអាចធ្វើឲ្យរង្គើវាបាននោះឡើយក៏ប៉ុន្តែ J-Fan ក៏នៅតែមិនជឿរួចហើយក៏នៅតែចង់ធ្វើការសល់លបងដោយប្រើប្រាស់នៅកម្ពូលត្រាទាំង3ចូលទៅខាងក្នុងសមុទ្រនៃវិញ្ញាណរបស់បិសាចសក់ក្រហមនឹងទៅទោះចូលទៅដល់ខាងក្នុងស្រាប់តែសប្រាជួបជាមួយនឹងលោកតាចាស់ម្នាក់ក៏ប្រហែលគាត់គឺជាបុព្វបុរសនៃតកោសាយផងក៏មិនដឹងដោយ J-Fan ក៏បានប្រើប្រាស់នៅស្នៀតត្រាឃុំឃាំងទី6បង្កើតបានទៅជាចង្វាក់ចាប់ចងដែលចងជើងរបស់គាត់ជាប់ព្រមទាំងប្រាប់ទៅកាន់វិញ្ញាណគាត់ផងដែរគួរតែធ្វើការដោះលែងទៅព្រោះបើបន្តបែបនេះទៀតប្រកាសណាស់មរតករបស់គ្រួសារសាយក៏ប្រហែលជាមិនអាចបន្តពងតកូលបាននោះទេហើយនៅកំឡុងពេលដែលគាត់ត្រូវបាន J-Fan ខំក្រងនោះខូចឆ្អឹងអ្នកពិសិដ្ឋជាច្រើនក៏បានហូរចេញមកខាងក្រៅព្រមព្រៀងដែលធ្វើឲ្យអ្នកគ្រប់គ្នាក៏ចាប់ផ្ដើមលោភលន់ក៏ប៉ុន្តែ J-Fan បានប្រាប់ឲ្យពួកគេសម្រួលអារម្មណ៍ទៅជួយគ្នាតតាំងជាមួយនឹងសត្រូវនេះជាមុនសិនក៏ប៉ុន្តែម្នាក់គឺមិនស្ដាប់នៅទេមើលឃើញតែផលប្រយោជន៍រៀងខ្លួនហើយដូច្នេះហើយពួកគេក៏នាំគ្នាសម្រុកចូលទៅដើម្បីប្រវ័យប្រវាទៅតាមគ្នាយកនៅដំណក់ខួរឆ្អឹងពេលនេះយើងបានឃើញហើយថាក្រុមមនុស្សដូចជាពួកគេនឹងអាត្មានិយមប៉ុណ្ណាបើទោះបីជាគ្នាឯងក៏ដោយក៏ពួកគេវាយទៅតាមដែរនេះក៏ដើម្បីតែប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះឥឡូវនេះអត្រីនគរសៀរួមជាមួយនឹងប្រតិចាស់ជាអូលីអំបញ្ញមិញរួមដៃគ្នាក៏ប៉ុន្តែឥឡូវនេះបែរជាប្រយុទ្ធគ្នាដើម្បីដណ្ដើមយកនៅកំណប់ទ្របទៅវិញ J-Fan ក៏បញ្ញាប្រាប់ឲ្យពួកគេឈប់ភ្លាមទៅបើមិនចឹងនោះទេវាក៏នឹងភ្ញាក់ឡើងវិញជាមិនខានតែទោះបីជាយ៉ាងណាពួកគេទាំងពីរនៅតែមិនព្រមស្ដាប់ដោយសំអាងទៅលើធម្មពលបន្តិចបន្តួចរបស់ពួកគាត់នឹងអាចធ្វើការគ្រប់គ្រងនៅបិសាចសក់ក្រហមនឹងបានហើយក៏ប៉ុន្តែពួកគេគិតផ្ទុយស្លាស់ហើយចលនាផលចុងក្រោយគឺថាលោកតាចាស់នៅខាងក្នុងនឹងគាត់អាចបំបីត្រារបស់ J-Fan បានថែមទាំងលោកប្រតិចាស់ជីហេលេនិងអាត្រីនគរសៀនឹងក៏ត្រូវបានវាសម្លាប់ចោលបាត់ទៅហើយកូនចៅជាច្រើនអ្នកដទៃផ្សេងទៀតរបស់គាត់នឹងក៏ត្រូវបានសម្លាប់ចោលយ៉ាងព្រោងព្រាតចំពោះ J-Fan វិញក្រោយពីក្បួនត្រាខំក្រងតែ6របស់គេបែកហើយបណ្ដាលឲ្យ J-Fan មានរបួសជាទម្ងន់ផងដែរក៏ស្ទើរតែមិនអាចធ្វើការប្រយុទ្ធបានទៀតនោះទេដែលវាក៏បានធ្វើឲ្យ CU រួមជាមួយនឹងប៉ាំងបូមានការព្រួយបារម្ភជាខ្លាំងហើយនៅក្នុងគណៈពេលនឹងបិសាចសក់
ក្រហមនឹងវាក៏បានវាយប្រហារទៅលើក្រុមរបស់ J-Fan ចឹងហើយក្រុមព្រឹទ្ធាចារ្យគ្រូសាជីហើយនឹងក៏សម្ព័ន្ធបិសាចក៏បើកនៅធម្មពលដើម្បីការពារក៏ប៉ុន្តែកម្លាំងធម្មពលរបស់ពួកគាត់គឺពិតជាមិនអាចប្រៀបស្មើបានទេជាលទ្ធផលក៏ត្រូវបានបោះជើងគ្រប់គ្នាខណៈពេលនឹង J-Fan បានមើលឃើញហើយថានេះដូចជាការសាកល្បងនៃចិត្តរបស់មនុស្សមួយចឹងក៏ដោយសារតែកំណត់ទ្របមួយនេះពួកគេក៏បែរជាប្រយុទ្ធគ្នាបង្ហូរឈាមមិនខ្វល់អំពីការស្លាប់នោះទេហើយបើសិនជាមនុស្សប្រភេទហ្នឹងក្លាយទៅជាអត្រីនៅក្នុងថ្ងៃអនាគតតែក៏ប្រហែលជាមិនអាចស្រោចស្រង់ពិភពលោកបានឡើយឈ្មោះជាអត្រីពិតប្រាកដគឺជាអ្នកដែលមានចិត្តស្ងប់ហើយឈរនៅលើសច្ចភាពដោយឡែកនេះពួកគេមិនមែនវាយគ្នាទៅដើមយកនៅខ្លួននេះគ្រាពិសិដ្ឋថ្នាក់សុបិននឹងនោះទេគឺពួកគេកំពុងតែទទួលសម្បត្តិចូលទៅកាន់ឋាននរកតែប៉ុណ្ណោះតែកំឡុងពេលហ្នឹង J-Fan បានប្រាប់ទៅកាន់ JCU រួមជាមួយនឹងប៉ាងបោផងដែរឲ្យពួកគេត្រៀមខ្លួននាំអ្នកគ្រូគ្នាចេញទៅខាងក្រៅទៅចាំគេប្រើប្រាស់នៅយុទ្ធសាស្ត្រកម្ពុជាលំហដើម្បីគេចផុតពីគ្រោះថ្នាក់ក៏ប៉ុន្តែ JCU បានប្រាប់ថាក៏មិនល្អជាងក៏ព្រោះនាងបានសាកល្បងរួចរាល់ទៅហើយទីនេះក៏ត្រូវបានខំខាំងទៅដោយចំហាយធម្មពលក្បួនត្រារបស់បិសាចសក់ក្រហមមួយនឹងចាញ់យុទ្ធសាស្ត្រលំហក្នុងការគេចខ្លួនគ្មានប្រសិទ្ធភាពទេហើយពេលហ្នឹងប៉ាងបោបានប្រាប់ J-Fan ថាបើទោះបីជាពួកគេមិនអាចចែករំលែកនៅទ្រព្យសម្បត្តិគ្នាបានចាំពួកយើងគួរតែចែករំលែកនៅសេចក្តីស្លាប់ឲ្យគ្នាតែក៏ប៉ុន្តែពេលតែស្លាប់ចឹង J-Fan គឺមិនចង់លឺនោះទេហើយគេក៏មិនទាន់ចង់ងាប់ដែរតែទោះបីជាយ៉ាងណា J-Fan គឺមិនអាចធ្វើអ្វីបាននោះទេនៅក្នុងខណៈពេលនេះគឺមានតែទទួលយកនៅវាសនារបស់ខ្លួនតែប៉ុណ្ណោះហើយនៅកំឡុងពេលនោះស្រាប់តែសមុទ្រនៃភាពជូរចត់របស់ J-Fan ចាប់ផ្ដើមកម្រើកព្រោះថានៅខាងក្នុងបាតនៃសមុទ្រនៃភាពជូរចត់របស់គេនោះក៏ជាបំណែកនៃគុជត្រាពណ៌បៃតងក្រោយពី J-Fan ស្ថិតក្នុងសភាពស្លាប់រស់វាក៏បានបើកដំណើរការនៅធម្មពលបង្កើតបានទៅជារនាំងការពារមួយដ៏ធំព្រឹត្តិការណ៍បែបនេះបានធ្វើឲ្យលោកតាមានជំងឺនៅខាងក្រៅនឹងគាត់ក៏បានឃើញផងដែរមិននឹកស្មាននោះទេថា J-Fan ពិតជានៅមានជីវិតពិតមែនចំហាយធម្មពលរបស់គុជបៃតងមួយនេះបានធ្វើឲ្យអ្នកគុណនិយមជាច្រើននៅខាងក្រៅនាំគ្នាចាប់អារម្មណ៍ខ្លាំងមែនទែនហើយក៏យុទ្ធសាស្ត្រមួយនេះបែរជាតាក់ទិនជាមួយនឹងផ្កាឈូកបៃតងទៅវិញនៅកំឡុងពេលដែលបិសាចសក់ក្រហមនឹងក៏កំពុងតែបានដៃចាក់សម្លាប់ទៅលើពួកគេទៅហើយនោះស្រាប់តែលួចវត្តមាននៅចំហាយធម្មពលផ្កាឈូកបៃតងខ្ចីជាច្រើនបានផុសចេញមកអមទៅដោយស្រះទឹកមួយដ៏ធំផងដែរដែលនោះគឺជាស្រះកញ្ចក់ទេវភាពនៅខាងក្នុងនឹងក៏សុទ្ធសឹងតែជាស្រទាប់ផ្កាឈូកហើយក្រៅពីនឹងទៀតក៏មាននៃបំណែកត្រាគុជបៃតងនឹងដូចគ្នាប្រកបណាស់នោះក៏ជាចំហាយធម្មពលរបស់អត្រីបុរាណហើយនៅទីបំផុតយើងក៏បានឃើញរូបរាងរបស់អត្រីឈីងហើយយុទ្ធសាស្ត្ររបស់គាត់គឺជាយុទ្ធសាស្ត្រផ្កាឈូក1000ស្រទាប់គាត់មានចិត្តស្ងប់ខ្លាំងមែនទែនដើមមួយព្រមទាំងនិយាយទៅកាន់បិសាចសក់ក្រហមផងដែរថាឆ្លងកាត់អស់រយៈពេលជាយូរឆ្នាំមកហើយផ្កាឈូករបស់គាត់ក៏នៅតែធ្វើការសង្កត់គេបានដដែលនៅកំឡុងពេលនោះគាត់ក៏នៅតែប្រើស្ទាយចាស់ដូចគ្នាគឺគាត់អាចសង្កត់គេបានត្រឹមតែប្រើប្រាស់នៅម្រាមមួយរបស់គាត់តែប៉ុណ្ណោះតែកំឡុងពេលនោះយើងក៏អត់បានឃើញឈុតឆាកនៅឡើយនោះទេព្រោះដោយសារតែភាគនេះក៏ដល់ទីបញ្ចប់ហើយចឹងបងប្អូនទាំងគ្នាក៏មានតែរងចាំតាមដានទស្សនានៅក្នុងភាពបន្តតែប៉ុណ្ណោះហ្នឹងហើយអេដមីនក៏អធិស្ឋានផងដែរបើសិនជាការសម្រាយទៅមានចំណុចខ្វះខាតឬមួយក៏កំហុសឆ្គងមួយចំនួនហើយអេដមីនក៏នឹងធ្វើការវិលត្រឡប់មកវិញជាមួយនឹងវីដេអូសម្រាយឬបន្តហើយអេដមីនក៏មានតែប៉ុណ្្នឹងនោះទេសូមជូនពរបងប្អូនទាំងគ្នាព្រមទាំងក្រុមគ្រួសារសុខភាពល្អបវររុងរឿងមានលុយចាយកាន់តែច្រើនធ្វើដំណើរប្រកបទៅដោយសុវត្ថិភាពជាងនឹងទៅទៀតកុំភ្លេចជួយចុច like subscribe ឲ្យ admin ផង